ថៃលំបាកខឹងកម្ពុជាចំពោះការនិយាយថាគ្រោះធម្មជាតិនានានៅក្នុងប្រទេសថៃគឺជាផលកម្មដែលខ្លួនបានប្រព្រឹត្តទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើចរកនឹកបន្ទោកម្ពុជាឲ្យទាល់តែបានពលរដ្ឋថៃជាច្រើនខឹងចិត្តនាំគ្នាងាកមកចោទប្រកាន់កម្ពុជាថាគ្មានគុណធម៌ជាមនុស្សបានសោតចំអកប្រទេសថៃដែលកំពុងជួបបញ្ហានិងរឹតតែមិនអាចទទួលយកបានគឺនៅពេលដែលពលរដ្ឋកម្ពុជាលើកឡើងថាគ្រោះទុរភិក្សទាំងឡាយដែលកំពុងកើតមាននៅក្នុងប្រទេសថៃគឺបានមកដោយសារតែបាបកម្មដែលថៃឈ្លានពានមកលើកម្ពុជាយោងតាមការចុះផ្សាយរបស់សារព័ត៌មានข่าวសតនារសៀលថ្ងៃទី24ខែកញ្ញាតែទៅនឹងការបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យវ៉ាជីរ៉ាក្នុងទីក្រុងបាងកកដែលបន្សល់ទុកនៅប្រហោងជម្រៅ50ម៉ែត្រនោះបានក្លាយជាប្រធានបទសោកចំអករបស់សារព័ត៌មាននៅក្នុងប្រទេសជិតខាងដោយបានរាយការណ៍ពីហេតុការណ៍នេះថាជាព័ត៌មានទាន់ហេតុការណ៍នៅក្នុងអត្ថបទរបស់ข่าวសតបានឲ្យដឹងបន្ថែមទៀតថាយ៉ាងណាមិញអ្នកលេងអ៊ីនធឺណិតនៅកម្ពុជាជាច្រើនបានសម្ដែងការអបអរសាទរចំពោះស្ថានភាពនេះដោយអ្នកខ្លះបានបញ្ចេញមតិយោបល់ថាទាំងនេះគឺដោយសារតែកម្ពុជាវេរាដែលថៃបានឈ្លានពានមកលើកម្ពុជាឬថៃចង់បានទឹកដីកម្ពុជាលាក់នឹងលាក់ដែលត្រង់ចំណុចនេះប្រជាជនថៃយល់ឃើញថាវាឆ្លុះបញ្ចាំងពីកង្វះខាតសីលធម៌និងគុណធម៌ក្នុងនាមជាមនុស្សនិងក្នុងនាមកម្ពុជាថៃគឺជាអ្នកជិតខាងនឹងគ្នាមិនអាចទទួលយកបានឡើយចំពោះការលើកឡើងរបស់កម្ពុជាបែបនេះព្រោះថៃមិនអាចទទួលស្គាល់ការពិតនិងសុខចិត្តជ្រើសរើសយកការកុហកខ្លួនឯងរហូតមកថាទាំងអស់នេះគឺគ្រាន់តែជារឿងចៃដន្យមិនពាក់ព័ន្ធនឹងកម្ពុជាឬបណ្ដាសាអ្វីឡើយជាក់ស្ដែងនៅថ្ងៃទី25ខែកញ្ញានេះអ្នកជំនាញថៃបានធ្វើការសន្និដ្ឋានថាការបាក់ស្រុតផ្លូវអាចបណ្ដាលមកពីកត្តាជាច្រើនរួមមានដីឥដ្ឋទន់ជ្រាយការបូមទឹកពីក្រោមដីច្រើនពេកការកសាងអគារខ្ពស់ៗនិងការដ្ឋានសំណង់ជាច្រើនទើបធ្វើឲ្យផ្លូវបាក់ស្រុតភ្លាមៗដោយមិនមានលក្ខណៈត្រៀមខ្លួនជាមុនតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យจุฬาលង្កនក៏បានបង្ហាញពីសន្តានដីនៅទីក្រុងបាងកកដែរថាការបាក់ស្រុតនេះអាចដោយសារតែកត្តា3យ៉ាងធំៗរួមមានការបូមទឹកពីក្រោមដីច្រើនពេកការទ្រទម្ងន់ដ៏ធ្ងន់មហាសាលរបស់អគារនិងសំណង់ក្រោមដីដែលស្រទាប់ដីទន់មិនអាចទ្រទ្រង់បានរួមទាំងការជ្រាបទឹកកាន់តែធ្វើឲ្យមានហានិភ័យខ្លាំងជាមួយគ្នានេះនាយករដ្ឋមន្ត្រីថៃលោកអនុทิน ឆាន់វីរៈគូលដែលបានមកធ្វើការពិនិត្យនៅទីតាំងកើតហេតុផ្ទាល់បាននិយាយថាការសិក្សាលម្អិតទាក់ទងនឹងការបាក់ដីនេះនឹងត្រូវចំណាយពេល2ថ្ងៃរីឯការធ្វើផ្លូវរថភ្លើងក្រោមដីបណ្ដាលឲ្យបាក់បំពង់បង្ហូរទឹកស្អាតគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះហើយសម្រាប់ការជួសជុលផ្លូវនេះឲ្យដូចដើមមកវិញអាចត្រូវចំណាយពេលរហូតដល់ជាង1ឆ្នាំ